សូមជូនរឿងនាងធ្មប់ភាគ3ពេលនោះតាផែនដឹងភ្លាមថាគឺជាថ្នាក់របស់ផលនៅមានជីវិតនៅឡើយពួកគេក៏នាំគ្នាសម្រាកទៅនិយាយពីយាយធ្មប់គាត់បានបាត់ចៅស្រីចំណែកចំណីក៏រកមិនបានគាត់ពិតជាខឹងខ្លាំងណាស់ពេលយប់ចូលមកដល់យាយធ្មប់បានដឹងថាមានមនុស្សដែលបានចូលមកក្នុងព្រៃគាត់ពិតជាសប្បាយចិត្តណាស់យាយធ្មប់បានដើរសម្ដៅមកដើមឈើដែលក្រុមតាផែនកំពុងនៅតាផែនក៏ដឹងដែរថាប្រពន្ធរបស់គាត់បានមកដល់ហើយលើកនេះជាលើកចុងក្រោយដែលគាត់បានជួបគ្នាយាយធ្មប់បានប្រើគ្រប់វិធីដើម្បីហៅអ្នកខាងលើឲ្យចុះដីតែគាត់មិនបានដឹងថានៅខាងលើគឺមានវត្តមានរបស់តាផែននោះទេចៅជួយយាយផងយាយឃ្លានណាស់ឲ្យយាយឡើងទៅលើផងយាយខ្លាចណាស់ចៅពេលនោះអ្នកខាងលើមិនបានតបអ្វីទាំងអស់យាយធ្មប់ទ្រាំលែងបានក៏ស្រវាឡើងលើដើមឈើរំពេចនោះតាផែនបាននិយាយឆាប់ចេញទៅគ្រាន់តែឮសម្ដីតាផែនភ្លាមយាយធ្មប់មិនបានឡើងលើដើមឈើទៀតទេព្រោះគាត់ស្គាល់ច្បាស់ណាស់នេះជាសម្លេងរបស់ប្តីគាត់ចុះពីលើដើមឈើហើយឈរសម្លឹងទៅលើមើលអ្នកខាងលើបន្ទាប់ពីនោះមកយាយធ្មប់ក៏ដើរចេញទៅដោយដើរទៅមិនបានយូរប៉ុន្មានក៏ឮសំឡេងសត្វព្រៃស្រែកដូចជាមានអ្នកណាកំពុងតាមប្រមាញ់វាតាមពិតគ្មានអ្នកណាក្រៅពីយាយធ្មប់នោះទេដោយសារចំណីដ៏ឆ្ងាញ់របស់គាត់មិនអាចប្រមាញ់បានមានតែចាត់សត្វព្រៃជាចំណីបណ្ដោះអាសន្នតែប៉ុណ្ណោះប៉ុន្តែនៅពេលទីភ្លឺយាយធ្មប់មិនអាចអត់ទ្រាំជាមួយនឹងចំណីដែលឆ្ងាញ់នេះទៀតបានទេគាត់ក៏សម្រេចចិត្តឡើងដើមឈើដោយមិនខ្លាចតាផែនគ្រាន់តែយាយធ្មប់មកដល់ខាងក្រោមតាផែននិងពូសែងបានដឹងរួចទៅហើយតែពួកគាត់នៅស្ងៀមមិនបានបញ្ចេញសកម្មភាពអ្វីទាំងអស់គ្រាន់តែយាយធ្មប់ឡើងទៅដល់ភ្លាមពេលនោះតាផែនក៏យកកាំបិតមកចាក់យាយធ្មប់បណ្ដាលឲ្យគាត់ធ្លាក់ពីលើដើមឈើចុះក្រោមយាយធ្មប់បានដេកស្លាប់នៅក្រោមដើមឈើនោះតែគ្មានអ្នកណាចុះទៅមើលគាត់នោះទេចំណែកតាផែនវិញបន្ទាប់ពីគាត់ចាត់ការទៅកាន់យាយធ្មប់រួចគាត់បានដកដង្ហើមធំប្រកាសណាស់ថាគាត់ក៏ពិបាកចិត្តដែរតែធ្វើម្ដេចដល់ដំណាក់កាលនេះទៅហើយមានតែធ្វើបែបនេះពេលព្រឹកមកដល់តាផែននិងអ្នកឯទៀតបានយកសាកសពរបស់យាយធ្មប់ទៅបូជាដោយបានរៀបចំធ្វើពិធីយ៉ាងត្រឹមត្រូវបំផុតហើយបានស្រាយមន្តអាគមខ្មៅដែលយាយធ្មប់បានចងនៅព្រៃនេះចាប់ពីពេលនេះតទៅអ្នកគ្រប់គ្នាអាចចូលព្រៃបានធម្មតាគ្រប់ទីកន្លែងលែងមានបញ្ហាអីទៀតហើយចំណែកស្រីស្អាតដែលនាំផលចូលទៅក្នុងព្រៃអាថ័ន្តនាងបានមើលថែផលបានយ៉ាងល្អផលចាប់ផ្ដើមឆ្ងល់រួចក៏សួរស្រីស្អាតតើអ្នកនាងឈ្មោះអីហើយឥឡូវយើងគួរធ្វើយ៉ាងម៉េចទើបអាចចេញទៅវិញបានមើលទៅពួកយើងប្រហែលជាវង្វេងក្នុងព្រៃកាន់តែជ្រៅហើយពេលនោះស្រីស្អាតបានប្រាប់នាងឈ្មោះបុប្ផាឥឡូវនេះពួកយើងបានមកចូលក្នុងព្រៃអាថ័ន្តហើយយើងមិនអាចចេញទៅវិញទេគ្រាន់តែឮពាក្យនេះផលភ័យខ្លាំងណាស់ព្រោះនាងនឹកគិតទៅដល់យាយចាស់ទៅហើយឥឡូវខ្លួនមិនអាចត្រឡប់ទៅវិញតើមានអ្នកណាជួយមើលថែយាយផលមានទឹកមុខស្រងោតស្រងាត់ពេលនោះបុប្ផាសួរកើតអីផលក៏បានប្រាប់ថាខ្លួនបារម្ភពីយាយដែលមិនមានអ្នកណាមើលថែយាយបើខ្លួនមិនអាចចេញពីព្រៃនេះបានផលបានសួរទៅកាន់បុប្ផាវិញតើនាងមិនបារម្ភទេឬមិនភ័យខ្លាចឬមិននឹកអ្នកផ្ទះទេអីតែបុប្ផាតបវិញថាខ្លួនគ្មានញាតិណាដែលត្រូវនឹកនោះទេម្យ៉ាងទៀតខ្លួនមិនចង់ចេញទៅវិញឡើយផលក៏សួរមិនអញ្ចឹងបុប្ផាបានអោនមុខចុះរួចនិយាយថាខ្លួនមិនចង់ធ្វើជាធ្មប់នោះទេបុប្ផាបានរៀបរាប់គ្រប់យ៉ាងដែលបានកើតឡើងមកលើខ្លួនផលបានស្ដាប់ហើយពិតជាអាណិតនាងណាស់ពួកគេចេះតែដើរទៅគ្មានទីបញ្ចប់ជិតដល់ពេលយប់ពួកគេក៏សម្រាកនៅដើមឈើមួយពួកគេបានបេះផ្លែឈើមើមឈើមកហូបជំនួសបាយពីមួយថ្ងៃទៅមួយថ្ងៃពួកគេធ្វើបែបនេះព្រោះពួកគេដឹងថាมันអាចចេញពីព្រៃនេះបានទេចំណែកបុប្ផាវិញនៅពេលឃើញផលមើលថែខ្លួនបានយ៉ាងល្អធ្វើឲ្យនាងស្រឡាញ់ផលរឹតតែខ្លាំងតែនាងនៅបារម្ភព្រោះយាយធ្មប់បានចិញ្ចឹមនាងដើម្បីស្នងជាទីយាទហើយនៅពេលនេះនាងមានសារធាតុធ្មប់នៅក្នុងខ្លួនដែរបុប្ផានិយាយមិនដើរយំមិនដើរចំណែកផលបានត្រឹមស្ដាប់តែក៏មិនអាចជួយអីនាងបានបន្ទាប់មកផលបានប្រាប់បុប្ផាទាំងដែលខ្លួនមិនអាចជួយអីបានខ្លួនស្គាល់គ្រូខ្លាំងដែលអាចជួយបានសំខាន់ឲ្យតែយើងចេញពីព្រៃនេះបានសិនបុប្ផាបានប្រាប់គ្មានអ្នកណាអាចចេញពីព្រៃនេះបានទេពួកយើងគ្មានសង្ឃឹមទេនិយាយមិនដើរ
ដើរបណ្ដារហូតទៅដល់មាត់ស្ទឹងមួយមានកូនខ្ទមតូចមួយពួកគេនាំគ្នាឈរមើលពីចម្ងាយតើមានអ្នកណាអាចមករស់នៅក្នុងព្រៃអាឋាននេះបានឬជាគ្រូណាម្នាក់ដែលមករៀនអាគមនៅទីនេះពេលសម្លឹងមើលយូរទៅក៏ឃើញមានស្ត្រីម្នាក់កំពុងដាំបាយធ្វើម្ហូបរួចក៏មានបុរសម្នាក់ដើរចេញពីស្ទឹងដែលនៅក្បែរនោះមកទំនងជាមកពីនេសាទត្រីផលសម្លឹងមើលទៅដូចជាមនុស្សធ្លាប់ស្គាល់ពេលនោះផលក៏ដើរទៅជិតតែត្រូវបុប្ផាខាត់នាយនិយាយថាយើងមិនអាចនៅចាំបែបនេះទេហើយនេះក៏ជាពេលថ្ងៃដែរច្បាស់ណាស់ពួកគាត់គឺជាមនុស្សធម្មតាមិនមែនជាព្រាយបិសាចអីនោះទេផលក៏ចូលទៅកាន់តែជិតរួចនាយក៏ស្រែកសួរសម្រាប់ជំរាបសួរពូមីងគ្រាន់តែឮសំឡេងផលភ្លាមអ្នកទាំងពីរក៏ងាកមកមើលផលនិងបុប្ផាយ៉ាងចម្លែកផលស្រែកសួរបណ្ដាដើរចូលទៅកាន់តែជិតពូនិងមីងសួរនាំដោយងឿងឆ្ងល់ក្មួយមកពីណាមិនបានមកដល់ទីនេះផលក៏បានរៀបរាប់តាមដំណើររឿងថាហេតុអីខ្លួននឹងនារីម្នាក់នេះបានមកដល់ទីនេះពូមីងក៏បានប្រាប់ពួកគេវិញពួកគាត់មករស់នៅទីនេះយូរមកហើយគាត់ក៏មិនអាចរកផ្លូវត្រឡប់ទៅភូមិវិញបានដែរពេលនោះផលសួរបញ្ជាក់បានន័យថាពួកយើងមិនអាចរកផ្លូវត្រឡប់ទៅភូមិវិញបានទេមែនទេពេលនោះលោកពូក៏បានតបត្រូវឲ្យក្មួយពួកយើងនៅទីនេះយូរឆ្នាំមកហើយក៏មិនអាចស្វែងរកផ្លូវត្រឡប់ទៅវិញបានដែរពួកក្មួយមានតែរស់នៅទីនេះហើយមើលទៅមុខផលឡើងស្រងត់ស្រងាត់ពេលនោះអ្នកមីងបានសួរក្មួយនៅផ្ទះមែនបាទមីងត្រូវហើយឪពុកម្ដាយខ្ញុំបានស្លាប់រាល់ថ្ងៃខ្ញុំរស់នៅជាមួយយាយហើយបើខ្ញុំត្រូវជាប់នៅទីនេះតើអ្នកណាជាអ្នកមើលថែយាយទៅយាយប្រហែលជាកើតទុក្ខខ្លាំងណាស់ហើយបើមិនឃើញខ្ញុំត្រឡប់ទៅផ្ទះវិញផលនិយាយហើយទឹកភ្នែកក៏ចាប់ផ្ដើមហូរពេលនោះបុប្ផាក៏និយាយលងលងមិនអីទេកុំគិតអីច្រើនឲ្យតែនៅមានជីវិតយើងប្រកាសជាអាចត្រឡប់ទៅផ្ទះវិញបានតែបើមើលទៅមុខទឹកមុខរបស់បុប្ផាគឺយ៉ាប់ជាងផលទៅទៀតពេលនោះអ្នកមីងក៏សួរចុះក្មួយកូនចៅអ្នកណានៅតំបន់ណាដែរបុប្ផាអេអុញព្រោះមិនដឹងត្រូវឆ្លើយប្រាប់បែបណានោះទេបន្ទាប់ពីនិយាយគ្នារួចពួកគេក៏បានបរិភោគអាហារជុំគ្នាមើលទៅមីងនិងពូពួកគាត់ពិតជាសប្បាយចិត្តណាស់នៅពេលដែលបានជួបអ្នកទាំងពីរខុសពីអ្នកទាំងពីរដែលមានអារម្មណ៍សោកសៅទៅវិញនៅពេលរសៀលមីងនិងពូបាននាំពួកគេទៅងូតទឹកគឺទឹកស្ទឹងដែលនៅក្បែរនោះនៅពេលដែលឃើញផលដោះអាវអ្នកមីងបានចាប់អារម្មណ៍ទៅលើស្នាមដៅរបស់ផលគាត់ងាកមើលមិនឈប់គាត់បានប្រាប់ប្តីគាត់ហើយប្តីរបស់គាត់ក៏មើលមកផលដូចគ្នាផលមិនបានចាប់អារម្មណ៍នោះទេតែបុប្ផាវិញគឺតាមមើលពូនិងមីងដែលមើលទៅគាត់ដូចជាចម្លែកបន្ទាប់ពីងូតទឹករួចក៏នាំគ្នាត្រឡប់ទៅផ្ទះវិញអាកាសធាតុនៅក្នុងព្រៃបើទោះបីជាគួរឲ្យខ្លាចតែវាធម្មតាសម្រាប់អ្នកទាំង4ទៅហើយសំឡេងខ្យល់សំឡេងសត្វយំដើមឈើពណ៌ខៀវស្រងាត់រឹតតែធ្វើឲ្យមានអារម្មណ៍ល្អខ្លាំងណាស់គ្រាន់តែទៅដល់ខ្ទមវិញភ្លាមអ្នកមីងក៏សួរហាអូនកូនអ្នកនៅភូមិត្បូងមែនម្ដាយឈ្មោះមុំឪពុកឈ្មោះមឿននិងយាយឈ្មោះយាយចាន់មែនឬអត់ផលឡើងភាំងរួចក៏សួរហេតុអីមីងស្គាល់ឈ្មោះអ្នកផ្ទះរបស់ខ្ញុំមីងសាច់ញាតិខាងណាដែរទឹកភ្នែកស្ត្រីចំណាស់ចាប់ផ្ដើមហូររួចនិយាយម៉ែណាកូននេះពុកឯងពុកម៉ែនឹងមានជីវិតតែពុកម៉ែមិនអាចទៅជួបកូនបានពុកម៉ែគិតថាមួយជីវិតនេះលែងបានជួបមុខកូនទៀតហើយម៉ែពុកសំទោសដែលពុកម៉ែមិនអាចទៅមើលខែកូនពូនិងមីងយំអោបកូនចំណែកបុប្ផាវិញបានត្រឹមមើលអ្នកទាំង3យំអោបគ្នាចំណែកខ្លួនអួលអាក់ទឹកភ្នែកហូរដែលមិនដឹងថាឪពុកម្ដាយខ្លួននៅទីណាសូម្បីឈ្មោះពួកគាត់ក៏មិនស្គាល់បន្ទាប់ពីយំអោបគ្នាហើយមីងមុំនិងពូមឿនបានរៀបរាប់ប្រាប់កូនថាហេតុអីបានពួកគាត់មកជាប់នៅក្នុងព្រៃនេះដំបូងពួកគាត់បានឮសំឡេងយាយចាស់ស្រែកហៅពីចម្ងាយតែពួកគាត់មិនបានខ្វល់នោះទេពួកគាត់នាំគ្នាដើរចេញពីព្រៃដើម្បីត្រឡប់ចូលភូមិវិញសំឡេងយាយចាស់ចូលកាន់តែជិតទៅឈប់សិនទៅនៅជាមួយយើងទោះបីពួកគាត់ខំដើរលឿនយ៉ាងណាតែនៅតែមិនអាចគេចពីសំឡេងយាយចាស់នោះបានសំឡេងកាន់តែខិតជិតមកពួកគាត់ភ័យណាស់ពេលនោះស្រាប់តែឮសំឡេងតាចាស់ប្រាប់ពួកគាត់ដើរទៅត្រង់បាត់ស្ដាំបាត់ឆ្វេងពួកគាត់ចេះតែដើរតាមការបង្ហាញផ្លូវរបស់តាចាស់ដែលមានតែសំឡេងរហូតគេចផុតពីយាយចាស់នោះបានរហូតចូលមកដល់ទីនេះសំឡេងតាចាស់នោះបានប្រាប់គាត់ថាពួកគាត់ត្រូវរស់នៅទីនេះហើយមិនបាច់ខំស្វែងរកផ្លូវចេញនោះទេដល់ពេលមួយពួកគាត់នឹងអាចចេញពីទីនេះបានហើយពួកគាត់ក៏ទន្ទឹងរង់ចាំថ្ងៃនោះតែពេលនេះពួកគាត់បានជួបកូនពួកគាត់ពិតជាសប្បាយចិត្តណាស់បន្ទាប់ពីរៀបរាប់រួចគាត់ក៏ងាកមើលទៅបុប្ផាអោនមុខចុះរួចយំមីងមុំបានលួងលោមក្មួយមានទុកព្រួយអីនិយាយមក
ព្រោះពេលនេះពួកយើងដូចជាគ្រួសារតែមួយអញ្ចឹងបុប្ផាបាននិយាយថាខ្លួនគឺជាចៅរបស់យាយធ្មប់គ្រាន់តែឮពាក្យនេះភ្លាមផលបានសួរនាងជាចៅរបស់យាយធ្មប់បុប្ផាយំកាន់តែខ្លាំងពេលនោះពូមឿនបានលើកយករឿងមួយមកនិយាយកាលពីច្រើនឆ្នាំកន្លងទៅមានក្មេងស្រីម្នាក់ដែលទៅនឹងកើតត្រូវបានគេលួចទៅឪពុកម្ដាយខំស្វែងរកគ្រប់ទីកន្លែងតែរកមិនឃើញទាល់តែសោះពេលនោះគេបានរកគ្រូឲ្យជួយមើលទៅដឹងថាក្មេងម្នាក់នោះត្រូវធ្មប់លួចទៅព្រោះក្មេងម្នាក់នោះកើតនៅក្នុងថ្ងៃទីយាយធ្មប់ហើយយាយធ្មប់នឹងមិនសម្លាប់នាងនោះទេគាត់យកនាងទៅដើម្បីចិញ្ចឹមឲ្យនាងស្នងទីយាយពីគាត់ហើយចាប់តាំងពីពេលនោះមកគ្មានអ្នកណាដឹងដំណឹងពីយាយធ្មប់និងក្មេងស្រីម្នាក់មនុស្សដែរបើស្ដាប់តាមរឿងនេះបុប្ផាពិតជាទារិកាដែលយាយធ្មប់នោះលួចទៅហើយវិញមុំបានយកដៃទៅអង្អែលក្បាលរបស់បុប្ផាហើយប្រាប់នាងថាកុំគិតអីច្រើនក្មួយបើចេញទៅភូមិវិញបានមីងនិងពូនឹងជួយតាមរកឪពុកម្ដាយរបស់ក្មួយតែបើចេញទៅមិនបាននៅជាមួយពូនិងមីងហើយចាត់ទុកពូនិងមីងដូចជាឪពុកម្ដាយក្មួយទៅកុំបារម្ភអីច្រើនពេកនិយាយពីក្រុមតាផែនវិញគាត់ខំស្វែងរកផលតែរកមិនឃើញបន្ទាប់ពីរកផលមិនឃើញគាត់ព្យាយាមរកផ្លូវចូលទៅកាន់ព្រៃអាថ័ន្តតាផែនបានប្រាប់ថាដើម្បីចូលទៅកាន់ព្រៃអាថ័ន្តបានយើងត្រូវឆ្លងទៅស្ទឹងម្ខាងទៀតតែវាមិនមែនជារឿងងាយស្រួលសម្រាប់ពួកយើងទេពួកគាត់ត្រូវឆ្លងស្ទឹងនេះមុនពេលថ្ងៃត្រង់ពួកគាត់ក៏ស្រោតដំណើរដើម្បីឆ្លងទៅបានពួកគាត់ត្រូវធ្វើក្បូនបន្ទាប់ពីរៀបចំក្បូនរួចក៏នាំគ្នាឆ្លងទៅកាន់ម្ខាងទៀតនៃស្ទឹងបន្ទាប់ពីឆ្លងស្ទឹងហើយតាផែនបានប្រាប់ទៀតថាមុនពេលចូលទៅក្នុងព្រៃអាថ័ន្តតាផែនបានប្រាប់ដើម្បីអាចឲ្យពួកយើងមានជីវិតចេញពីព្រៃអាថ័ន្តបានមុនពេលចេញទៅយើងត្រូវធ្វើពិធីសុំម្ចាស់ព្រៃនិងពិធីបើកផ្លូវអាគមដើម្បីចូលទៅបានបន្ទាប់ពីធ្វើពិធីសុំម្ចាស់ព្រៃនិងបើកផ្លូវរួចតាផែនបានឲ្យគ្រប់គ្នាបិទភ្នែកហើយដើរតាមខ្សែដែលគាត់ឲ្យកាន់បន្តគ្នាហាមបើកភ្នែកបើគាត់មិនទាន់ប្រាប់បើមិនអញ្ចឹងទេមានបញ្ហាគាត់មិនអាចជួយបាននោះទេគ្រប់គ្នាធ្វើតាមមិនហ៊ានល្មើសនោះទេដើរទៅមុខរហូតដល់តាផែនប្រាប់ថាបានហើយអាចបើកភ្នែកបានគ្រប់គ្នាបើកភ្នែកមកព្រៃអាថ័ន្តមិនគួរឲ្យខ្លាចដូចអ្វីដែលគេនិយាយនោះទេតែជាកន្លែងដែលគួរឲ្យចង់រស់នៅទៅវិញគ្រប់គ្នាមើលដោយភាពងឿងឆ្ងល់ពេលនោះតាផែនប្រាប់ថាបានហើយប្រញាប់ទៅរកមនុស្សព្រោះយើងគ្មានពេលយូរទៀតទេគ្រប់គ្នាខំដើរទៅមុខរហូតដើម្បីស្វែងរកផលដើររហូតជិតដល់ពេលយប់ទៅហើយក៏មិនឃើញដានអីសោះពេលនោះពូសែងឆ្លៀតសួរតាផែនលោកគ្រូតើយើងត្រូវធ្វើយ៉ាងម៉េចទៀតពេលនោះតាផែនប្រាប់ថាស្អែកព្រឹកយើងអាចទៅដល់កន្លែងនោះហើយយប់នេះយើងសម្រាប់នៅទីនេះគ្រប់គ្នាក៏នាំគ្នារៀបចំសង់ថ្នាក់តែតាផែនប្រាប់ថាយប់នេះយើងសម្រាប់នៅខាងក្រោមមិនចាំបាច់សង់ថ្នាក់អីទេគ្រប់គ្នាក៏សួរមិនអញ្ចឹងលោកគ្រូតាផែនប្រាប់ថានៅទីនេះគ្មានបញ្ហាអីទេធ្វើតែតាមខ្ញុំប្រាប់ទៅគ្រប់គ្នាក៏ស្ដាប់តាមបន្ទាប់ពីបរិភោគអាហារពេលល្ងាចរួចរាល់ក៏នាំគ្នាសម្រាប់ទៅនៅកន្លែងនោះមុនពេលចូលសម្រាប់តាផែនបានប្រាប់ថាស្អែកយើងស្រោតពីព្រលឹមត្រឡប់យើងទៅដល់ទីនោះប្រហែលម៉ោង9ព្រឹកហើយយើងក៏ត្រូវស្រោតត្រឡប់មកវិញក្នុងថ្ងៃនេះដែរនិយាយពីក្រុមគ្រួសាររបស់ពូមឿនមុនពេលចូលសម្រាប់បានលើសំឡេងតាចាស់មកប្រាប់ថាស្អែកដល់ពេលហើយលើសំឡេងតែប៉ុណ្ណេះក៏បាត់ទៅពេលនោះផលក៏សួរម៉ែពុកមានលើសំឡេងអីឬអត់ពេលនោះពូមឿននិងមីងមុំប្រាប់ថាពុកម៉ែក៏ថាស្អែកប្រហែលជាដល់ពេលដែលយើងអាចចេញពីទីនេះបានហើយកូននាំគ្នារៀបចំអីវ៉ាន់ឲ្យហើយទៅផលបានប្រាប់ទៅកាន់បុប្ផាបានប្រាប់ផលថាខ្លួនមិនចង់ចេញទៅភូមិទេព្រោះខ្លួនមានសារធាតុធ្មប់ក្នុងខ្លួននាងខ្លាចថានៅពេលដែលនាងចូលទៅក្នុងភូមិអាចបង្កបញ្ហាទៅដល់អ្នកភូមិផលបាននិយាយលងលោមកុំគិតអីបើចេញទៅភូមិវិញហើយមានបញ្ហាផលនឹងនាំបុប្ផាទៅរស់នៅឲ្យឆ្ងាយពីអ្នកភូមិហើយនឹងមើលថែនាងឲ្យល្អបុប្ផាងក់ក្បាលតែនាងពិតជាខ្លាចថានាងនឹងមិនអាចចេញទៅជាមួយអ្នកទាំងអស់គ្នាបានព្រោះបើចេញទៅនាងនឹងជួបជាមួយយាយធ្មប់ហើយយាយធ្មប់ពិតជាមិនព្រមដោះលែងនាងនោះទេបុប្ផាដេកគិតតែម្នាក់ឯងចិត្តមួយចង់ទៅជាមួយផលចិត្តមួយទៀតខ្លាចនាំទុកឲ្យគ្រួសារផលខ្លាចយាយធ្មប់ធ្វើបាបពួកគេនិយាយពីក្រុមរបស់តាផែនពេលព្រឹកមកដល់ថ្ងៃរះមិនទាន់ពួកគាត់ក៏ប្រញាប់ចេញដំណើរពិតណាស់ម៉ោងប្រហែល9ពួកគាត់បានទៅដល់ខ្ទមមួយពិតមែនហើយក៏បានឃើញមនុស្ស4នាក់កំពុងអង្គុយនៅមុខផ្ទះដូចជាកំពុងរងចាំពួកគាត់អញ្ចឹងពូសែងមើលទៅរកឃើញផលគាត់បានស្រែកហៅពីចម្ងាយផលក៏ដើរចេញមកពូសែងតាផែនផលក៏ស្រែកប្រាប់ពុកម៉ែមានគេមកជួយពួកយើងហើយពេលនោះតាផែនបានដឹងថា
ក្មេងស្រីក្រមុំដែលនៅក្បែរផែនជាទៅយឹតធ្មប់ដែលប្រពន្ធរបស់គាត់លួចពីអ្នកភូមិកាលពីច្រើនឆ្នាំមុនពូមឿននិងមីងមុំចេញមកស្វាគមន៍អ្នកគ្រប់គ្នាពេលនោះតាផែនប្រាប់យើងត្រូវចេញដំណើរទៅវិញឥឡូវនេះបើមិនអញ្ចឹងទេយើងនឹងជាប់នៅទីនេះទាំងអស់គ្នាជាមិនខានពេលនោះបបផាអេះអុញនាងមិនចង់ចេញទៅវិញទេតាផែនបានបញ្យល់នាងមានរឿងអីចាំចេញទៅចាំនិយាយគ្នាតោះឆាប់ឡើងពូមឿននិងមីងមុំបានរៀបចំរបស់របររួចជាស្រេចរួចអ្នកទាំងអស់គ្នាក៏ដើរចេញទៅទោះបីពូមឿននិងមីងមុំត្រូវជាប់នៅទីនេះយូរឆ្នាំហើយក៏ដោយតែគាត់ពិតជានៅអឡោះអាល័យទីនេះខ្លាំងណាស់មីងមុំងាកមកមើលខ្ទមដែលធ្លាប់រស់នៅពេលនោះប្តីគាត់ក៏ប្រាប់បានហើយដល់ពេលដែលយើងត្រូវទៅភូមិវិញហើយម៉ែវាកាត់ចិត្តទៅពេលនោះតាផែនអ្នកដើរនាំមុខចំណែកពូសែងអ្នកដើរពីក្រោយដល់ពេលសម្រាប់អាហារថ្ងៃត្រង់ល្មមពេលនោះផលក៏សួរតើយើងត្រូវដើរយូរប៉ុណ្ណាទៀតទៅពូសែងប្រាប់ថាពូក៏មិនដឹងដែរដើរតែតាមលោកគ្រូតាទៅគ្រាន់តែបរិភោគអាហារថ្ងៃត្រង់រួចតាផែនក៏នាំពួកគេបន្តដំណើរទៅមុខទៀតពេលនោះផលក៏សួរបុប្ផាទៅរួចឬអត់តែបុប្ផាប្រាប់ថាមិនអីទេតាផែនពិតជាដើរលឿនមែនតែនគ្រប់គ្នាដើរស្ទើរតែមិនទាន់គាត់ប្រាប់ជារឿយៗថាស្រោតពួកយើងមិនអាចបង្អង់បានទេត្រូវឆ្លងឲ្យផុតនៅល្ងាចនេះចិត្តអស់ពេលហើយតាផែននាំពួកគេដើររហូតដល់មាត់ស្ទឹងតាផែនបានឲ្យពូសែងព្រមទាំងគ្រួសាររបស់ពូមឿនឆ្លងមុនគេជាមួយអ្នកភូមិ2នាក់ទៀតសរុបអ្នកឆ្លងវគ្គទី1មានគ្នា6នាក់ពួកគេបានឆ្លងទៅដល់គោលដៅបានសម្រេចរួចពូសែងក៏ជិះក្បួនត្រឡប់មកយកតាផែននិងអ្នកអាទៀតកំពុងតែនៅលើក្បួនស្រាប់តែបុប្ផាមានអារម្មណ៍ថាវិលមុខនាងស្ទើរតែធ្លាក់ទៅក្នុងទឹកទៅហើយតែត្រូវពូសែងចាប់ជាប់ពេលនោះតាផែនប្រាប់ថាអ្នកទាំងអស់គ្នានៅឲ្យស្ងៀមទឹកចាប់ផ្ដើមគួចពេលនោះតាផែនដៃរហ័សក៏យករបស់អ្វីម្យ៉ាងចេញពីថង់យាមសោតភ្លុំរួចបោះចុះចូលទៅក្នុងទឹកគ្រាន់តែបោះចូលទៅភ្លាមទឹកចាប់ផ្ដើមឈប់គួចតាផែនបានប្រាប់ឲ្យពូសែងរឹងក្បួនទៅមុខឲ្យលឿនពួកគេក៏បានឆ្លងទៅដល់ម្ខាងទៀតនៃស្ទឹងដោយជោគជ័យបន្ទាប់ពីទៅដល់លើច្រាំងតាផែនគាត់បានរៀបចំពិធីអ្វីម្យ៉ាងដើម្បីអរគុណទៅដល់ម្ចាស់ព្រៃនិងបិទផ្លូវទៅកាន់ព្រៃអាថ័ន្តបន្ទាប់ពីធ្វើកិច្ចការរួចរាល់ពួកគេក៏បន្តដំណើរទៅទៀតពេលនោះបុប្ផាប្រាប់តាផែនថាតាខ្ញុំមិនហ៊ានចេញទៅទៀតទេព្រោះយាយធ្មប់កំពុងតែតាមរកខ្ញុំតាផែនបានប្រាប់ថាមិនអីទេឡើងមានយាយធ្មប់ទៀតហើយចៅកំភៃអីពេលល្ងាចចូលមកដល់តាផែនបានប្រាប់ថាយប់នេះយើងត្រូវសម្រាកនៅទីនេះគ្រប់គ្នាត្រូវសម្រាកនៅលើដើមឈើគ្រប់គ្នាក៏ធ្វើតាមមើលទៅតាផែនដូចជាគាត់ដឹងរឿងអ្វីមួយអញ្ចឹងនៅយប់នេះតាផែនបានប្រាប់គ្រប់គ្នាឲ្យប្រុងប្រយ័ត្ននឹងមានគេមកពូសែងបានធ្វើមុខមាំតែចំណែកបុប្ផាវិញនាងភ័យណាស់ព្រោះខ្លាចយាយធ្មប់តាមមករកនាងពេលយប់បានចូលមកដល់សំឡេងខ្លាញ់ស្រាក់យំខ្វាក់3ដងរួចក៏មានសំឡេងស្រែកហៅពីចម្ងាយសំឡេងកាន់តែជិតមកពេលនោះតាផែនបានយកខ្សែដៃបុកឲ្យបុប្ផាពាក់បន្តិចក្រោយមកក៏លេចរូបរាងយាយធ្មប់ចេញមកមែនយាយធ្មប់មកហៅបុប្ផាឲ្យត្រឡប់ទៅវិញជាមួយគាត់តាផែនប្រាប់ទៅកាន់យាយធ្មប់ឈប់ទៅបើនៅតែបែបនេះកុំថាយើងមិនយោគយល់យាយធ្មប់មិនបានចាប់អារម្មណ៍ទៅលើតាផែនទេតែគាត់បែរជាស្រែកហៅបុប្ផាមិនឈប់ពេលនោះបុប្ផាស្ទើរតែទប់ខ្លួនឡើងជាប់ទៅហើយមើលទៅនាងពិតជាចាញ់អំណាចរបស់យាយធ្មប់ណាស់ពេលនោះតាផែនមិនបង្អង់យូរក៏ទាញយកគ្រាប់អង្ករពីក្នុងថង់យាមរួចបាចទៅលើយាយធ្មប់ពេលនោះយាយធ្មប់ស្រែកដល់ឈឺចាប់រួចក៏រលាយរូបបាត់ទៅគ្រាន់តែបាត់រូបយាយធ្មប់ភ្លាមបុប្ផាក៏ត្រឡប់មកដូចធម្មតាវិញតាផែនប្រាប់ថាពេលនេះអស់អីហើយនាំគ្នាសម្រាប់ទៅបើនិយាយពីផលវិញគេពិតជាបារម្ភពីបុប្ផាខ្លាំងណាស់តែពួកគេត្រូវសម្រាប់នៅថ្នាក់ផ្សេងគ្នាដូចនេះហើយផលមិនអាចធ្វើអ្វីបានក្រៅពីលបមើលបុប្ផាជាញឹកញាប់ពេលយប់បានកន្លងផុតទៅពេលព្រឹកបានចូលមកដល់តាផែនបាននាំមុខអ្នកគ្រប់គ្នាធ្វើដំណើរបន្តដោយមិនទាន់ទាំងទទួលទានអាហារពេលព្រឹកនៅឡើយដើរទៅតាំងពីព្រឹករហូតដល់ម៉ោង9ទើបសម្រាប់បរិភោគអាហារពេលព្រឹកបន្ទាប់ពីបរិភោគអាហារពេលព្រឹករួចតាផែនបានឲ្យពូសែងជាអ្នកនាំផ្លូវម្ដងពូសែងក៏នាំផ្លូវរហូតនាំគ្រប់គ្នាចេញផុតពីព្រៃបានសម្រេចប៉ុន្តែបើក៏លេចមើលទៅតាផែនវិញនៅពីក្រោយការធ្វើដំណើរនេះតាផែនសោតផងផ្លុំផងតម្រាំចេញផុតពីព្រៃពេលទៅដល់ភូមិគ្រប់គ្នាបានមកចោមរុំគ្រប់គ្នាដំណឹងដែលសំខាន់មិនមែនរឹកផលឃើញនោះទេគឺជាការត្រឡប់មកវិញរបស់ឪពុកម្ដាយផលដែលអ្នកសប្បាយចិត្តជាងគេគឺជាយាយរបស់ផលគាត់ទន្ទឹងរង់ចាំផ្លូវចៅតែពេលនេះកូនរបស់គាត់ដែលបានបាត់ទៅយូរឆ្នាំហើយក៏បានត្រឡប់មកវិញជាមួយគ្នាដែរគាត់រំភើបឡើងស្រក់ទឹកភ្នែក
អរគុណទៅកាន់តាផែននិងក្រុមពូសែងដែលនាំគ្នាចូលទៅជួយចៅនិងកូនរបស់គាត់នៅពេលនោះគ្មានអ្នកណាចាប់អារម្មណ៍ពីបុប្ផាទេមីងមុនបានប្រាប់បុប្ផាថាក្មួយសម្រាប់នៅផ្ទះមីងមួយរយៈសិនទៅចាំពូមីងជួយស្វែងរកឪពុកម្ដាយឲ្យចំណែកផលវិញមិនព្រមទៅណាឆ្ងាយពីបុប្ផាទេព្រោះខ្លាចនាងមិនទម្លាប់សំខាន់ផលក៏បានលងស្រឡាញ់បុប្ផាដែរគ្រាន់តែនាយមិនដែលប្រាប់ទៅកាន់នាងអ្នកភូមិបន្ទាប់ពីមកសួរសុខទុក្ខរួចក៏នាំគ្នាត្រឡប់ទៅផ្ទះវិញអស់ចំណែកតាផែនគ្រាន់តែមកដល់ភូមិភ្លាមគាត់ក៏ធ្វើដំណើរទៅផ្ទះរបស់គាត់តែម្ដងមើលទៅគាត់មិនចង់បង្ហាញមុខនោះទេគាត់ឲ្យពូសែងនិងអ្នកអាទៀតជាអ្នកនាំក្រុមគ្រួសារពូមឿនត្រឡប់ទៅវិញថ្ងៃនេះជាថ្ងៃទី7ដែលតាផែនបានសន្យាថាបើចង់រកផលឲ្យឃើញគឺត្រូវធ្វើឲ្យបានមុនរយៈពេល7ថ្ងៃបើមិនអញ្ចឹងទេផលគ្មានថ្ងៃត្រឡប់មកកាន់ភូមិវិញនោះទេចំណែកឪពុកម្ដាយផលក៏ដូចគ្នានេះបើមិនបានផលហើយមានអ្នកទៅតាមរកកំឡោះម្លោះពួកគាត់ក៏ប្រហែលមិនអាចត្រឡប់មកកាន់ភូមិស្រុកវិញបានដូចគ្នាដោយសារបុប្ផាជាអ្នកដែលទម្លាប់ជាមួយនឹងការរស់នៅព្រៃភ្នំពេលមកដល់ក្នុងភូមិនាងមិនទម្លាប់នៅនោះឡើយហើយមីងមុំជាអ្នកអប់រំណែនាំនាងនិងបង្រៀននាងឲ្យចេះរស់នៅក្នុងជីវភាពជាអ្នកស្រុកធម្មតាពួកគាត់ក៏មិនបានភ្លេចសន្យាដោយជួយស្វែងរកឪពុកម្ដាយរបស់នាងដែរតែទោះជាស៊ើបសួរយ៉ាងណាក៏មិនបានដំណឹងពួកគាត់ដែរបុប្ផាគិតថាឪពុកម្ដាយរបស់នាងប្រហែលជាដូរទីលំនៅទៅឯស្រុកឆ្ងាយបាត់ទៅហើយទើបគ្រួសាររបស់ពូមឿនមិនអាចស្វែងរកពួកគាត់ឃើញពេលវេលាចេះតែកន្លងទៅបុប្ផារស់នៅជាមួយក្រុមគ្រួសាររបស់ផលបើទោះនាងមិនទាន់រកឃើញក្រុមគ្រួសារតែនាងក៏មានភាពរីករាយណាស់ដែរពេលដែលនាងស្នាក់នៅជាមួយពួកគេចំណែកមិត្តភ័ក្តិរបស់ផលក៏នៅតែចិញ្ចោលនិងមកលេងផលជាញឹកញាប់តាមពិតសាន់បានលងស្រឡាញ់ជាមួយបុប្ផាតែគេបានត្រឹមមកទីនេះដោយយកលេសថាមកលេងផលបុប្ផាក៏នាងដឹងដែរតែចិត្តរបស់នាងបានលងស្រឡាញ់ជាមួយផលយូរណាស់មកហើយតាំងពីជួបគ្នានៅក្នុងព្រៃឯណោះតែអ្នកទាំងពីរមិនដែលសារភាពប្រាប់គ្នានោះទេថ្ងៃមួយសាន់បានសារភាពប្រាប់នាងថាខ្លួនលងស្រឡាញ់នាងហើយចង់ចូលស្ដីដណ្ដឹងនាងធ្វើជាគូអនាគតតែបុប្ផាប្រកែកដោយនាងយកលេសថានាងមិនទាន់ចង់គិតគូរនោះទេហើយពេលនេះអ្វីដែលសំខាន់នាងចង់ស្វែងរកក្រុមគ្រួសារឲ្យឃើញសិនសាន់គ្រាន់តែលើពាក្យនេះគេដឹងភ្លាមថាការពិតបុប្ផាមិនបានចាប់អារម្មណ៍លើខ្លួនទេតែគេក៏មិនហ៊ានតវ៉ាជាមួយនាងដែរថ្ងៃមួយសាន់បានបបួលបុប្ផាទៅដើរលេងតែ2នាក់តែបុប្ផាបដិសេធពេលនោះផលបានមកទាន់ក៏សួរអ្នកទាំងពីរកំពុងនិយាយអីបានជាជជែកគ្នាដូចជាមិនត្រូវគ្នាសោះពេលនោះសាន់ប្រាប់ថាចង់បបួលបុប្ផាទៅដើរលេងតែនាងមិនព្រមផលក៏តបមិនទៅដើរលេងជាមួយសាន់ខ្លះទៅកុំនៅតែផ្ទះពេកគួរតែចេញដើរខ្លះមើលស្រុកភូមិពេលខ្លះបុប្ផាមិនបានតបជាមួយនឹងផលទេមើលទៅនាងដូចជាខឹងនឹងផលដែលរញនាងទៅឲ្យសាន់នាងតបបើចង់ទៅណាទៅតែ2នាក់នឹងទៅខ្ញុំមិនចង់ទៅណាទេនិយាយចប់នាងក៏ដើរចេញទៅបាត់ផលមិនបានទៅតាមលួងនាងនោះទេទោះបីដឹងថាបុប្ផាខឹងនឹងខ្លួនក៏ដោយតែគេនៅតែបែងចែកចិត្តមិនច្បាស់រវាងមិត្តភ័ក្តិនិងមនុស្សដែលខ្លួនស្រឡាញ់ហើយនៅពេលដែលដឹងថាមិត្តភ័ក្តិខ្លួនលងស្រឡាញ់មនុស្សស្រីដែលខ្លួនស្រឡាញ់បែបនេះផលរត់តែគិតមិនចេញទៀតហើយថាត្រូវធ្វើយ៉ាងណាពេលវេលាចេះតែកន្លងទៅបុប្ផាបានមករស់នៅទីនេះជិត2ខែមកហើយថ្ងៃមួយនាងចាប់ផ្ដើមមានអាការៈចម្លែកដែលធ្វើឲ្យយាយរបស់ផលចាប់ផ្ដើមសង្ស័យថានាងប្រហែលជាកើតជាធ្មប់ហើយដោយពេលនោះនៅពេលព្រឹកយាយបានងើបពីព្រលឹមក៏ឃើញបុប្ផាដើរមកពីក្រោយផ្ទះហើយនៅជាប់មាត់របស់នាងគឺមានស្នាមឈាមតិចឃើញបែបនោះយាយក៏សួរតែនាងមិនបានឆ្លើយជាមួយនឹងយាយនោះទេហើយនេះមិនមែនជាចរិតរបស់បុប្ផាទេយាយចាប់ផ្ដើមនឹកព្រួយទៅដល់ការស្នងទីជាធ្មប់ពេលនោះយាយមិនបានតន់យករឿងនេះទៅប្រាប់អ្នកនៅក្នុងផ្ទះនោះទេតែគាត់ប្រញាប់ទៅជួបជាមួយពូសែងដើម្បីឲ្យគាត់ជួយគិតពូសែងបាននាំយាយទៅជួបជាមួយនឹងតាផែនគ្រាន់តែទៅដល់ផ្ទះតាផែនដឹងបាត់ទៅហើយថាយាយនិងពូសែងទៅរកគាត់មានការអីតាផែនបាននិយាយថាយើងមិនអាចបង្អង់យូរបានទេបើមិនដូច្នោះក្មេងស្រីម្នាក់នេះនឹងខ្លាចជាទាយាទធ្មប់ហើយពូសែងសុំបញ្ជាក់យើងត្រូវធ្វើយ៉ាងម៉េចទៅលោកគ្រូត្រូវនាំនាងមកជួបយើងឲ្យខាន់តែបាននៅថ្ងៃនេះពេលនោះពូសែងនិងលោកយាយក៏ប្រញាប់ត្រឡប់ទៅផ្ទះដើម្បីនាំបុប្ផាទៅជួបតាផែនពេលទៅដល់ផ្ទះមិនឃើញបុប្ផានោះទេយាយសួរអ្នកគ្រប់គ្នាតើចៅបុប្ផាទៅណាមិនឃើញពេលនោះផលឆ្លើយថាគឺនាងទៅដើរលេងជាមួយនឹងសាន់បាត់ហើយនៅឯភូមិខាងជើងយាយប្រញាប់ប្រាប់ទៅផលនិងអ្នកឯទៀតឲ្យបានដឹងថា
បុប្ផាចិត្តខ្លាយជាទយាធ្មប់ហើយត្រូវប្រញាប់នាំនាងទៅជួបតាផែនពេលនោះផលក៏ចេញដំណើរទៅរកបុប្ផាជាមួយពូសែងហើយប្រាប់គ្រប់គ្នាថាបើឃើញបុប្ផាត្រឡប់មកដល់ផ្ទះមុនពួកគាត់ត្រូវនាំទៅជួបជាមួយតាផែនឲ្យបានលឿនតាមដែលអាចធ្វើទៅបានពេលនោះមីងមុំពិតជាបារម្ភខ្លាំងណាស់បន្ទាប់ពីផ្ដែផ្ដាំរួចពួកគេក៏ចេញដំណើរទៅនិយាយពីសាន់និងបុប្ផាវិញកំពុងតែនាំគ្នានៅឯចំការសាវម៉ៅជាមួយនឹងពូសូនដែលជាសាច់ញាតិរបស់សាន់ពួកគេគិតថាពេលរសៀលនឹងត្រឡប់មកផ្ទះវិញពេលនោះពូសូនគាត់បានផ្លិចយកសម្ភារៈប្រើប្រាស់មួយចំនួនមកពីផ្ទះគាត់ក៏បានប្រាប់អ្នកទាំងពីរឲ្យនៅលេងតែ2នាក់ទៅគាត់មានការត្រូវទៅផ្ទះយកអីវ៉ាន់ហើយបើដល់ពេលទៅផ្ទះមិនទាន់ឃើញគាត់ត្រឡប់មកវិញទេក៏មិនអីដែរព្រោះគាត់មិនដឹងថាត្រូវត្រឡប់មកចំការនៅម៉ោងប្រហែលវិញនោះទេនិយាយពីសាន់វិញគ្រាន់តែលើថាពូសូនត្រឡប់ទៅផ្ទះវិញគេពិតជាសប្បាយចិត្តណាស់ព្រោះបាននៅចិត្តមនុស្សដែលខ្លួនស្រឡាញ់តែ2នាក់ខុសឆ្លាស់ពីបុប្ផាដែលមានអារម្មណ៍ធុញទ្រាន់ព្រោះខ្លួនមិនបានស្រឡាញ់សាន់ទេសំខាន់ពេលនេះនាងចាប់ផ្ដើមមានអាការៈធ្មប់សន្ធឹកម្ដងម្កាលទៀតពេលខ្លះនាងធ្វើអីទាំងដែលនាងមិនបានដឹងខ្លួនផងចំពោះពូសែងនិងផលវិញខំតាមរកសាន់និងបុប្ផារហូតមកដល់ផ្ទះពូសូនពេលមកដល់បានជួបពូសូនមកពីចំការល្មមរួចពូសូនប្រាប់ថាសាន់និងបុប្ផានៅឯចំការនោះគ្រាន់តែឮពូសូនប្រាប់ភ្លាមពូសែងនិងផលមិនបានបង្អង់យូរនោះទេក៏ប្រញាប់លាពូសូនរួចធ្វើដំណើរទៅចំការសាវម៉ៅដែលការធ្វើដំណើរត្រូវចំណាយពេលយ៉ាងហោចណាស់ក៏1ម៉ោងដែរផលបារម្ភពីសាន់ហើយក៏បារម្ភពីបុប្ផាណាស់ដែរពូសែងបានប្រាប់ផលថាយើងត្រូវតែស្រោតទៅទីនោះឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានមិនអាចទុកឲ្យពួកគេនៅតែ2នាក់បានទេគ្រាន់តែធ្វើដំណើរទៅដល់ចំការភ្លាមផលបានស្រែកហៅសាន់និងបុប្ផាព្រោះមិនបានឃើញពួកអ្នកទាំងពីរនៅក្នុងខ្ទមនោះទេពូសែងបានដើរទៅដីក្រៅចំការក៏ប្រទះឃើញសាន់ដេកសន្លប់ស្ដុកស្ដឹងតែម្នាក់ឯងពេលនោះពូសែងដឹងថាបុប្ផាត្រូវបានធូបចូលខ្លួនហើយទើបសាន់ត្រូវមកដេកសន្លប់បែបនេះបើពួកគាត់មកមិនទាន់ទេប្រហែលជាសាន់ត្រូវខ្លាចជាចំណីរបស់ធ្មប់បាត់ទៅហើយផលសួរទៅពូសែងពូធ្វើយ៉ាងណាទើបយើងអាចរកបុប្ផាឃើញពេលនោះពូសែងគិតមួយស្របមកតាមពូមកពូដឹងថានាងនៅឯណាផលក៏ដើរតាមពូសែងដើរតម្រង់ទៅព្រៃដែលនៅខាងក្រៅចំការដោយនៅទីនោះមានខ្ទមដែលគេទុកចោលពេលទៅដល់ក៏បានឃើញបុប្ផាដេកសន្លប់នៅទីនោះផលបាន3នាងរួចនាំនាងចេញពីចំការនិងនាំទៅផ្ទះរបស់តាផែននៅពេលផល3បុប្ផាមកដល់ខ្ទមរបស់ពូសូនសាន់ក៏ដឹងខ្លួនល្មមពេលនោះឃើញបុប្ផាសន្លប់បែបនេះសាន់ក៏សួរបុប្ផាកើតអីមិនក៏អ្នកទាំងពីរមកដល់ទីនេះពេលនោះពូសែងប្រាប់ថាបានហើយចាំយើងបកស្រាយប្រាប់ឯងនៅពេលក្រោយពេលនេះត្រូវប្រញាប់នាំបុប្ផាទៅជួបតាផែនពួកគេទាំង3នាក់ក៏ប្រញាប់នាំបុប្ផាធ្វើដំណើរចេញទៅនៅតាមផ្លូវបុប្ផាក៏ដឹងខ្លួនរួចសួរទៅកាន់ផលតើនាងកើតអីសាន់រៀបនឹងហាមាត់ប្រាប់ទៅហើយត្រូវពូសែងនិយាយកាត់គឺក្មួយវិលមុខឥឡូវក្មួយសម្រាប់សិនទៅចាំពួកយើងនាំក្មួយទៅជួបពេទ្យនៅពេលនិយាយរួចពូសែងបានយកខ្សែកដែលគាត់កំពុងពាក់មកពាក់ឲ្យបុប្ផាដែលខ្សែកនេះតាផែនបានឲ្យមកពូសែងហើយប្រាប់ថាបើរកនាងឃើញត្រូវធ្វើយ៉ាងណាពាក់ខ្សែកនេះឲ្យនាងឲ្យបានព្រោះខ្សែកនេះអាចជួយបុប្ផាពីការសន្ធិដ្ឋរបស់វិញ្ញាណធ្មប់ពួកគេក៏បានធ្វើដំណើររហូតទៅដល់ផ្ទះរបស់តា